ជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូក៏ដូចជាសួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមក demo homework ដែលទាក់ទងទៅនឹងការគ្រូរបស់ Node.js ហើយនេះគឺជា file របស់យើងហើយនៅ file ដាក់នេះមកហើយនេះគឺជា code ដែលខ្ញុំត្រូវ demo ប៉ុន្តែជាក់ថា code នេះខ្ញុំនឹងកូដសរសេររួចស្រេចហើយខ្ញុំគ្រាន់តែមកចូលទៅរូបនិងបង្ហាញតិចតួចដែលអ្វីដែលខ្ញុំយល់ដែរហើយមុននឹងឈានទៅដល់ការ demo ខ្ញុំនឹងយល់ថាយើងត្រូវដល់កម្មវិធីសំខាន់ៗមួយចំនួនដូចជា Cake.json, Cake.json ហើយនិង model និង node model ដែលវាចាំបាច់ត្រូវតែការ download វាសំខាន់ហើយនេះគឺជា database ដែលយើងមានហើយយើង connect ជាមួយនឹង database ហើយយើងក៏បាន export វាយកទៅប្រើប្រាស់ទៅនឹង app.js នឹងដែរតែខ្ញុំនឹងបញ្យល់នេះគឺជា code ដែលយើងទាក់ទងទៅនឹងការ set up server របស់យើងហើយសម្រាប់port ហ្នឹងដែរគឺខ្ញុំបាន run ក្នុង port វា8000តែខ្ញុំឲ្យវា console log នេះ port ទី8000ហើយខ្ញុំនឹងឲ្យវា log មុនដំបូងខ្ញុំសាកមើលថាឲ្យវាចេញខ្ញុំសេពាក្យ hello world ទៅមកខ្ញុំនឹង run វាឲ្យវាចេញដើម្បីមុននឹង run យើងចូលទៅ Gitbar សិនដើម្បីវាមានភាពងាយស្រួលទៅមកយើង start នៅ server ដោយយើងប្រើ command npm start យើង start នៅ server ឥឡូវវា start នៅ server ហើយយើងចូលទៅនេះដល់យើងវាយពាក្យថា local host port 8000ដែលយើងមិញហ្នឹងយើងដាក់8000អញ្ចឹងsorry ខ្ញុំអត់ទាន់ចង់ចេញទេខ្ញុំចង់ឲ្យវា run នៅ port 8000យើងនឹងឃើញពាក្យថា hello world តបមកទៀតយើងនឹងចូលទៅនេះ code វាយកនៅ code ថ្មីមួយទៀតគឺទាក់ទងទៅនឹងការ set up server ខ្ញុំបានបង្ហាញអ្នកនរគ្នាទៅហើយតមកទៀតខ្ញុំនឹងទៅ connect code ជាមួយនឹង database សម្រាប់ code នេះដែរគឺខ្ញុំបានប្រើ function get ដែលខ្ញុំទៅ connect វាជាមួយនឹង database ដែល database ខ្ញុំបានបង្កើតរួចមកស្រេចហើយតែខ្ញុំប្រើវាជាមួយនឹង user ហើយខ្ញុំ require វាយកមកប្រើប្រាស់ហើយខ្ញុំ select យក table មកប្រើប្រាស់គឺ select យកមកពី table student អញ្ចឹងមានឲ្យយើង select យកទាំងអស់ពី student អ្វីដែលមានក្នុង student យើងយកមកទាំងអស់ហើយសម្រាប់ database គឺ query របស់យើងគឺឲ្យ SQL ដែលខ្ញុំបើសិនវាឲ្យវាចេញ2គឺ error ហើយនឹងឲ្យវាបង្ហាញ result មកកាន់យើងហើយយើងសិក្សាលក្ខខណ្ឌបើសិនបើវា error យើងនឹងឲ្យវាផ្ដល់ result របស់យើងដាក់ថា error បើសិនតែ code នឹងអត់ error ទេយើងនឹង set result របស់វាឲ្យវាចេញ result នៅលើ server របស់យើងណាយើងនឹងមកមើលទាំងអស់គ្នាថាវា connect នឹងចាប់បានពី database អត់ឥឡូវអានេះយើងគ្រាន់តែ time/user ហើយនេះមានថានៅក្នុង database គឺមានប្រមាណអ្នក code វាមានប៉ុណ្ណឹងដែរហើយអានេះគឺជាវាចាប់យកពី database ទាំងអស់ទៅមកទៀតទៅពីបានបញ្យល់អានេះហើយទៅមកទៀតខ្ញុំនឹងបញ្យល់អំពីការ run វាចង់ចាប់វាបានមួយអត់ចង់បានវាពីអត្តបេះមកទាំងអស់ទេប៉ុន្តែយើងចង់បានវាក្នុង ID ណាមួយយើងគ្រាន់តែវាខុសគ្នាប៉ុន្មានទេយើងគ្រាន់តែផ្លែកយើងប្រើ user get ដែរទៅមកយើងគ្រាន់តែត្រង់នេះថែមនៅ ID ព្រោះយើងចង់បាន ID អីអញ្ចឹងយើងថែមនៅ ID ទៅនឹងហើយយើង select យកពី table student ប៉ុន្តែវាផ្លែកត្រង់ where ID ត្រង់ where ID ត្រង់នេះយើងត្រូវការចាំបាច់បើសិនយើងអត់ដាក់អាហ្នឹងគឺវាអត់ដឹងថាយើងត្រូវការ ID មួយណាសម្រាប់យកមកប្រើប្រាស់ទេហើយសម្រាប់លក្ខខណ្ឌអស់នេះគឺដូចគ្នាយើងសិក្សាលក្ខខណ្ឌបើសិនវាអត់ចូលឲ្យវាចេញ error បើសិនវានេះទេយើងនឹង set result ស្រេចនៅលើ browser យើងមកសាកទាំងអស់គ្នាអានេះគឺជា code ដែលទាំងអស់ដែលខ្ញុំបានប្រាប់ដូចខ្ញុំបានប្រាប់អស់គ្នាលើកមុនអញ្ចឹងតបមកទៀតខ្ញុំនឹងគ្រាន់តែ slash ហើយតែខ្ញុំចង់ដឹងលេខប៉ុន្មានចង់ដឹងលេខ4អញ្ចឹងយើង enter មកនេះ
ID របស់យើងគឺវាមានលេខ4ថាយើងចង់ដឹងឲ្យគេលេខអីគេផ្សេងទៀតថាយើងដឹងលេខ7អញ្ចឹងចុចវាទៅនេះ ID វាឃើញលេខ7ថាហើយលេខអីទៀតដែលយើងចង់ដឹងថាលេខ2លេខ2នេះលេខ2គឺ ID របស់លេខ2យើងអត់មានទេអញ្ចឹងវាចេញឲ្យយើងឃើញមកទេឥឡូវយើងទៅមើលអានេះយើងរ៉ាន់នៅលើនេះរួចហើយយើងទៅមើលលើនេះម្ដងយើងសាកលើនេះយើងនឹងជួយ file ទៅមកទៀតនេះយើងឃើញអានេះហើយខ្ញុំនឹងចូលទៅពី link ខ្ញុំ copy link នេះវិញណាហើយខ្ញុំដាក់ link ហ្នឹងចូលមកទាំងអស់ហើយខ្ញុំនឹងសាកវាមួយដើម្បីយកពី user ទាំងអស់ហើយណា user ដែលមាន get មាន post មាន put មាន delete មានអីផ្សេងជាច្រើនទៀតតែមុនមកខ្ញុំនឹងសាក get ឲ្យអ្នកទាំងអស់គ្នាមើលហើយនឹងចុច send នេះអ្នកទាំងអស់គ្នាឃើញអត់វានឹងចាប់បានទាំងអស់ result ដែលយើងចង់បានហ្នឹងវានឹងទទួលបានទាំងអស់ទៅមកទៀតយើងចង់បានគេយើងអត់ចង់បានទាំងអស់ទេអញ្ចឹងយើងចង់បានកូដឬក៏ ID លេខម៉ានថាខ្ញុំចង់បាន ID លេខ3អញ្ចឹងយើងគ្រាន់តែ enter ឬចុច send របស់វាទៅវានេះ ID របស់វាគឺបានលេខ3ឧបមាថាយើងចង់ delete អញ្ចឹងយើងចង់ delete វាខ្ញុំ sorry ចង់ delete វាយើងចូលទៅកូដរបស់យើងវិញចូលទៅកូដរបស់យើងវិញទៅមកយើងមានកូដ delete នេះសម្រាប់កូដ delete យើងចង់ delete បានដូចគ្នាវាអត់ខុសអីពីការចាប់យកមួយតែការតែវាប្លែកត្រង់នេះបន្តិចយើងអានេះយើងប្រើ get ដល់ពេលនេះយើងប្រើ delete វិញម្ដងលេខត្រង់នេះយើងប្រើ delete ហើយ ID ត្រង់នេះដូចគ្នានឹងអ្វីដែលខុសបន្តិចទៀតគឺត្រង់នេះអានេះuser ខាងលើយើងប្រើ select from អីចឹងទៅដល់ពេលនេះយើងអត់ប្រើ select ទៀតទេយើងប្រើ delete ដោយសារយើងចង់ delete ពីកន្លែងណាអញ្ចឹងយើងអាចប្រើពាក្យ delete ហើយ ID ដែលយើងចង់ delete យើងដាក់មកបើសិនអានេះករណីដូចគ្នាឲ្យវាចេញ error ឲ្យ console error ចុះបើសិនបើវា result របស់វាអត់មានទេខ្ញុំឲ្យ set result វាថា delete success បើសិនជាយើង delete បានជោគជ័យយើងនឹង delete success មកខ្ញុំនឹងចូលទៅ run ហើយខ្ញុំនឹង delete នៅនេះទីនេះ get វាទី3ហើយខ្ញុំនឹងចូលទៅ delete ឃើញខ្ញុំយក delete ទៅមកខ្ញុំគ្រាន់ចុច send ឃើញវា result មួយចេញមកថា delete successfully អញ្ចឹងមានន័យថាយើង delete success វាអញ្ចឹងមើលយើងដាក់លេខ5ទៀតអញ្ចឹងដាក់លេខ5ឃើញអាលេខ5ហ្នឹងគឺ success ហើយយើងចង់ដឹងថាវាមានកូដឬអត់កូដយើងសាកចូលទៅលេខបានមិនលេខបានយើងសាកចូលយើងចូលទៅ get វិញទៅមកយើងសាកចូលទៅលេខ5ឃើញអត់វាអត់មានទេដោយសារថាកូដមិញយើងបាន delete វាចោលអស់ហើយអញ្ចឹងទៅបានវាអត់ឃើញមាន result អ្វីដែលចេញមកហើយខ្ញុំ get ទៅពេលខ្ញុំបាននេះហើយខ្ញុំនៅទៅបញ្យល់ពី data get ដោយប្រើ get post តំណងនេះគឺជាកូដដែលយើងប្រើ data get post ដែលវាត្រង់ data get post ហ្នឹងវាខុសគ្នាត្រង់នេះណានេះគឺនេះត្រង់នេះយើងកាលណាយើងចង់បន្ថែមtable ទៅក្នុងបើយើងទៀតអញ្ចឹងយើងប្រើយើងប្រើ insert to student ហើយយើងក្នុង database របស់យើងគឺខ្ញុំបានបង្កើត3គឺមាន last name មាន first name មាន age អីទៅមកយើងដាក់ value ហើយយើងនឹងប្រើ user object ដែលជា array របស់យើងសម្រាប់ទុកវា last name first name តែសម្រាប់វិជ្ជាបន្តិចអានេះយើងត្រូវតែទៅសេត្រង់នេះ3នេះយើងត្រូវតែទៅសេឲ្យដូចនឹង database យើងសេមិនគឺយើងត្រូវតែសេអញ្ចឹងបើអញ្ចឹងទេវានឹង error ហើយខ្ញុំនឹងសាកឲ្យវាមើលទៅមកខ្ញុំនឹងយកផុសទាំងហើយខ្ញុំចុចយក body ដើម្បីចុចនេះហើយខ្ញុំចុចលើ JSON sorry ទៅមកទៀតហើយយ៉ាសូមទោស
យើងនឹងដាក់ឲ្យគេឈ្មោះរបស់យើង first name អញ្ចឹងយើងត្រង់នេះយើងត្រូវតែដាក់ឲ្យត្រូវជាមួយនឹង database បើសិនជាយើងដាក់នឹងត្រូវទេវាអត់រ៉ាន់ឲ្យយើងទេដាក់ឲ្យគេខ្ញុំដាក់ថាសុកលិនទៅមកទៀតឲ្យគេរបស់យើងអីទៀតlast name នាតហើយដែលចុងក្រោយនោះទេគឺអាយុរបស់យើងខ្ញុំ20អញ្ចឹងទៅមកខ្ញុំនឹងចុចរំឲ្យអ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នានឹងឃើញនាតfirst name last name ហើយអាយុឲ្យនៅរបស់យើងអញ្ចឹងមានន័យថាយើង insert វាបានហើយដោយសារតែវាអត់ដល់អញ្ចឹងទៅបើសិនជាយើងចង់ edit ឬ update អីក៏បានដែរតែខ្ញុំចង់ដាក់សុខលិននេះខ្ញុំដាក់ស្រីនាតគឺយ៉ាទៅណាតមកវាខ្ញុំដូរដាក់នេះដាក់ចាន់នេះទៅមកខ្ញុំនឹង request វាចោលទៅមកខ្ញុំ send វាម្ដងទៀតនេះវានឹងឃើញដូរវ័យដែលយើងដូចយើង request បានមកអញ្ចឹងហើយសម្រាប់ការ demo របស់ខ្ញុំក៏បានបញ្ចប់ទៅណាដែលសូមអភ័យទោសដែរសម្រាប់ការភាន់ច្រឡំដូចជាការមិនច្បាស់និងការកំហុសខុសឆ្គងមួយចំនួនដោយសារនេះគឺជាលើកទី1ដែលខ្ញុំមកធ្វើវីដេអូបែបនេះសូមអរគុណ